ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចេញស្រាយបំភ្លឺចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូឡើងវ៉ាបាញ់ចាស់ទៅបុករថយន្តហើយប្តឹងម្ចាស់រថយន្តថែមទៀតនោះស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនសូមបកស្រាយបំភ្លឺជូនសាធារណជនចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង 17:13 នាទីថ្ងៃទី 4 ខែឧសភា ឆ្នាំ 2025រវាងម៉ូតូឡើងវ៉ារថយន្តហើយទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបើកបរបាញ់ច្រាសទើសគ្នាបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន1នាក់ករណីនេះជំនាញបានធ្វើការវាស់វែងឃើញថាភាគីម៉ូតូជាអ្នកបង្កឡើងវ៉ារថយន្តដែលកំពុងបើកបរទៅដៅស្របគ្នាទៅបុករថយន្តដែលកំពុងបើកបរបាញ់ច្រាសទើសលើផ្លូវអាទិភាពរបស់រថយន្តចំពោះករណីនេះដែលជំនាញបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាចំនួន3លើកទី1នៅថ្ងៃទី 7 ខែឧសភា ឆ្នាំ 2025លើកទី2នៅថ្ងៃទី 8 ខែឧសភា ឆ្នាំ 2025ហើយលើកទី3នៅថ្ងៃទី 8 ខែឧសភា ឆ្នាំ 2025ដដែលដោយភាគីទាំងសងខាងបានសម្របសម្រួលឯកភាពគ្នាដោយភាគីខាងរថយន្តរងគ្រោះជួយចូលបនទៅភាគីខាងម៉ូតូបង្គោលចំនួន4លានរៀលដោយមានធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរបានផ្តិតមេដៃនិងមានថតរូបប្រកូលថវិកាដើម្បីបញ្ចប់រឿងនោះបន្តិចក្រោយមកថ្ងៃខែឆ្នាំដដែលបងប្អូនសាច់ញាតិខាងម៉ូតូបង្កមិនយល់ព្រមបង្គាប់ឲ្យឪពុកម្ដាយភាគីបើកបរម៉ូតូបង្កឲ្យទាមទារទឹកប្រាក់ចំនួន$5,000អាមេរិកទើបយល់ព្រមដោយមិនមានការឯកភាពគ្នាជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអัยការអមសាលាដំបងខេត្តប៉ៃលិនដើម្បីចាត់ការបន្តតាមនីតិវិធីនៅថ្ងៃទី 16 ខែឧសភា ឆ្នាំ 2025បន្ថែមក្នុងករណីនេះលោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនមានការអាណិតអាសូរចំពោះភាគីបង្កក៏បានចូលរួមចូលបន់ទៅភាគីម៉ូតូបង្កចំនួន$1,000អាមេរិកបន្ថែមទៀតដែរ